ក្រុមឧក្រិដ្ឋកម្មប្រើការពិនិត្យរាងកាយដោយឥតគិតថ្លៃរបស់សាលាដើម្បីចូលក្នុងបរិវេណសាលានិងស្វែងរកដោយសម្ងាត់សម្រាប់គោលដៅសមស្របកុមារដែលមានសិទ្ធិបង្ហូរឈាមត្រូវបាននាំយកទៅដោយសម្ងាត់នៅពេលសរីរាង្គត្រូវបានប្រមូលផលពួកគេក្លាយជាប្រភពនៃការបដូរសរីរាង្គសម្រាប់អ្នកមានកុមាររាប់រយនាក់បានបាត់ខ្លួនក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះស្ថានីយ៍ប៉ូលីសមានកម្លាំងប៉ូលីសស៊ើបអង្កេតប៉ុន្តែមានតែសាកសពមួយប៉ុណ្ណោះដែលត្រូវបានរកឃើញជាមួយនឹងសរីរាង្គទាំងអស់របស់វាត្រូវបានយកចេញសួស្តីអ្នករាល់គ្នាខ្ញុំគឺអាណានស៊ូយីងថ្ងៃនេះខ្ញុំនាំមកជូនអ្នកនៅខ្សែភាពយន្តឧក្រិដ្ឋកម្មកូរ៉េដែលញាក់សាច់វាត្រូវបានកែសម្រួលពីករណីជួញដូរសរីរាង្គពិតប្រាកដបង្ហាញពីផ្នែកងឹតបំផុតនៃធម្មជាតិរបស់មនុស្សក្មេងស្រីត្រូវបានតាមពីក្រោយដោយស្ត្រីម្នាក់នៅតាមផ្លូវទៅផ្ទះគាត់បានទាញយកអត្ថប្រយោជន៍ពីក្មេងស្រីដែលគ្មានទីពឹងក្រណាត់មួយដុំដែលពោពេញទៅដោយថ្នាំសន្លប់ត្រូវបានវាយពីខាងក្រោយភ្លាមក្មេងស្រីបាត់បង់ស្មារតីភ្លាមពួកគេបាននាំក្មេងស្រីទៅកន្លែងចតបន្ទាប់មកគាត់បានបើកបង្អួចជាមួយបក្សពួករបស់គាត់ប៉ុន្តែពួកគេមិនដឹងថាពេលនេះពួកគេបានចាប់ពង្រត់មនុស្សខុសទេឪពុករបស់ក្មេងស្រីដែលត្រូវគេចាប់ពង្រត់គឺជាមន្ត្រីជាន់ខ្ពស់នៅក្នុងសេវាកម្មបរទេសរបស់ប្រទេសលើកនេះអ្នកចាប់ពង្រត់បានផ្ដួចផ្ដើមហៅស្នើសុំលុយកូរ៉េ300លានវ៉ុនដោយផ្ទាល់ពីម្ដាយរបស់យ៉ាសេនម្ដាយមិនអាចដោះស្រាយភាពតានតឹងខ្លាំងដែលបណ្ដាលឲ្យនាងបាត់បង់ការគ្រប់គ្រងហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកចាប់ពង្រត់ដោយគ្មានការរំខានប្រធានក្រុមអ្នកស៊ើបអង្កេតបានគិតអំពីអ្នកស៊ើបអង្កេតស្រីនៅក្នុងក្រុមសមត្ថភាពធ្វើត្រាប់តាមសំឡេងរបស់នាងគឺល្អណាស់ប្រធានក្រុមសម្រេចចិត្តអនុញ្ញាតឲ្យស៊ូបង្កជាម្ដាយរបស់កុមារហើយបន្តចរចាជាមួយអ្នកចាប់ពង្រត់ប៉ុន្តែស៊ូអេនមិនដែលនឹកស្មានដល់ទេថាការរៀបចំនេះនឹងជំរុញឲ្យគាត់និងកូនប្រុសរបស់គាត់ឈានដល់ដំណាក់កាលនៃការបំផ្លាញស៊ូអេននិងក្រុមការងារបានរងចាំពេញមួយថ្ងៃទីបំផុតទូរស័ព្ទរបស់អ្នកចាប់ពង្រត់បានរោទជាលើកទី2សំឡេងនេះពោពេញទៅដោយភាពភ័យស្លន់ស្លោនិងការអង្វរដើម្បីទទួលបានការបញ្ជាក់ថាកុមារមានសុវត្ថិភាពប៉ុន្តែអ្នកចាប់ពង្រត់បានព្យួរទូរស័ព្ទដោយផ្ទាល់មនុស្សគ្រប់គ្នាមានការព្រួយបារម្ភថាការក្លែងបន្លំត្រូវបានគេមើលឃើញប៉ុន្តែវាមិនចំណាយពេលយូរទេទូរស័ព្ទរោទម្ដងទៀតពេលនេះវាជាសំឡេងរបស់ក្មេងស្រីដែលចេញពីអ្នកទទួលក្រុមចាប់ពង្រត់បានបង្ហាញពីទីតាំងនៃការដោះដូរហើយបានសង្កត់ធ្ងន់ជាពិសេសថាឪពុកត្រូវតែមកតែម្នាក់ឯងដើម្បីប្រគល់ប្រាក់លុះឪពុកក្មេងស្រីបានធ្វើតាមការណែនាំរបស់អ្នកចាប់ពង្រត់យ៉ាងតឹងរ៉ឹងសាច់ប្រាក់300លានវ៉ុនត្រូវបានយកទៅទីតាំងឧទ្យានដែលបានកំណត់ដាក់កាបូបពេញក្រដាសប្រាក់នៅក្នុងឡានបន្ទាប់មកបង្វែរជុំវិញហើយចាក់ចេញពីកន្លែងកើតហេតុមិនយូរប៉ុន្មានបុរសម្នាក់បានមកជិតឡានភ្លាមនោះប៉ូលីសបានធ្វើការចាប់ខ្លួននិងបង្ក្រាបគាត់នៅនឹងកន្លែងមនុស្សគ្រប់គ្នាគិតថាទីបំផុតអ្នកចាប់ពង្រត់ត្រូវបានចាប់បានហើយករណីនេះជិតមកដល់ទីបញ្ចប់ហើយប៉ុន្តែវាប្រែថានៅពេលជំនុំជម្រះគាត់គ្រាន់តែជាចោរលួចរថយន្តដែលបានឃើញទ្វារបើកហើយលួចរថយន្តតែប៉ុណ្ណោះការចាប់ជំរិតមិនមានអ្វីដែលត្រូវធ្វើជាមួយវាទេប្រតិបត្តិការនេះមិនត្រឹមតែបរាជ័យក្នុងការចាប់អ្នកចាប់ពង្រត់ពិតប្រាកដប៉ុណ្ណោះទេប៉ុន្តែធ្ងន់ធ្ងរជាងនេះទៅទៀតអ្នកចាប់ពង្រត់ច្បាស់ជាដឹងអំពីការចូលរួមរបស់ប៉ូលីសជីវិតរបស់ក្មេងស្រីមានហានិភ័យខ្ពស់ក្រោយមកស៊ូអេនក៏បានទទួលការគំរាមកំហែងថ្មីពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់ផងដែរស្ថានភាពកាន់តែធ្ងន់ធ្ងរពេលដែលក្រុមចាប់ពង្រត់បញ្ជូនភស្តុតាងដ៏រន្ធត់មកឲ្យប៉ូលីសការស៊ើបអង្កេតបានបង្ហាញថាការចាប់ពង្រត់នេះមិនមែនមានគោលបំណងត្រឹមតែប្រាក់លុះទេប៉ុន្តែជាផ្នែកមួយនៃបណ្ដាញជួញដូរសរីរាង្គដ៏ធំមួយ
ក្មេងស្រីយ៉ាហ្វេនគ្រាន់តែជាជំហានដំបូងដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់ប៉ូលីសគោលដៅពិតប្រាកដគឺកូនប្រុសរបស់ស៊ូអែនដែលមានលក្ខណៈឈាមត្រូវនឹងអ្នកជំងឺសំខាន់ម្នាក់នៅពេលដឹងការពិតស៊ូអែនបានបើកឡានតាមដានគ្រូពេទ្យជួញដូរសរីរាង្គម្នាក់ហើយរឿងរ៉ាវបាននាំគាត់ទៅកាន់កន្លែងលាក់ខ្លួននិងការប្រឈមមុខដ៏គ្រោះថ្នាក់ជាច្រើន